ម៉ាស៊ីនសាប់ Mac Supreme នេះជាលេខ model Mac Supreme ហើយនេះជាតាប្លូ Mac Supreme របៀបចាក់សោប៊ូតុងល្បឿនខាងក្រៅឲ្យគាំងមិនឡើងមិនចុះអញ្ចឹងល្បឿនខាងក្រៅ 2500 បិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុចប៊ូតុងតេស្តនិង Select ក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនចេញ001ចុចព្រួយខាងលើកំណត់យកលេខ350គឺជាកន្លែងកំណត់ចាក់សោប៊ូតុងល្បឿនខាងក្រៅឲ្យគាំងមិនឡើងមិនចុះអញ្ចឹងលេខ350ខាងក្រោមលេខ0ចុចកំណត់ដាក់លេខ7បន្ទាប់មកចុចប៊ូតុងតេស្តជើងទាចេញល្បឿនខាងក្រៅ 2500 ចុចដកល្បឿនមិនបានចុចដំឡើងល្បឿនក៏មិនបានទោះបីជាយើងកំណត់ល្បឿនខាងក្នុងលេខ163ល្បឿនលឿនយ៉ាងណាក៏ដោយក៏យើងមិនអាចកំណត់ល្បឿនខាងក្រៅបានដែរអញ្ចឹងខ្ញុំចូលទៅឆែកល្បឿនខាងក្នុងឲ្យបងប្អូនមើលទាំងអស់គ្នាបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុចប៊ូតុងតេស្ត Select ក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនចេញលេខប្រូក្រាម001ចុចប៊ូតុងខាងលើកំណត់យកលេខ163គឺជាកន្លែងកំណត់ល្បឿនខាងក្នុងអញ្ចឹងលេខ163ល្បឿនខាងក្នុង32ឬក៏3200ល្បឿនយើងបានកំណត់លឿនហើយក៏ប៉ុន្តែយើងមិនអាចទៅកំណត់ល្បឿនខាងក្រៅបានទេអញ្ចឹងយើងទៅកំណត់លេខ350គឺជាកន្លែងដោះសោប៊ូតុងល្បឿនខាងក្រៅវិញម្ដងអញ្ចឹងលេខ350ខាងក្រោមលេខ7ចុចកំណត់ដាក់លេខ0រួចចុចប៊ូតុងតេស្តចេញល្បឿនខាងក្រៅ 2500 ចុចកំណត់ល្បឿនខាងក្រៅគឺបានវិញហើយអញ្ចឹងនេះហើយគឺជារបៀបកំណត់ចាក់សោប៊ូតុងល្បឿនខាងក្រៅឲ្យគាំងមិនឡើងមិនចុះនិងរបៀបដោះសោប៊ូតុងល្បឿនខាងក្រៅសូមអរគុណ